ហើយបងប្អូនអាចសង្កត់ខ្លួនឯងបានអំពីការយាងមកវិញជាលើកទី2របស់ព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទគឺគ្រប់មនុស្សទាំងអស់នឹងមើលឃើញនៅពេលដែលព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទទ្រង់យាងត្រឡប់មកវិញគ្រប់មនុស្សទាំងអស់គ្រប់ជាតិសាសន៍ទាំងអស់នឹងមើលឃើញព្រះអង្គបងប្អូនមានគម្ពីរបើជាមួយខ្ញុំនៅក្នុងគម្ពីរវិវរណៈជំពូក1ខ7ខ្ញុំសូមអានជូនមើលទ្រង់យាងមកតាមពពកនោះគ្រប់ទាំងភ្នែកនឹងឃើញទ្រង់គ្រប់ទាំងពួកអ្នកដែលចាក់ទ្រង់ផងឬគ្រប់ទាំងពូជមនុស្សនៅផែនដីនឹងយំដោយព្រោះទ្រង់មែនហើយអាមែនខនេះបានបញ្ជាក់ច្បាស់ថាមនុស្សទាំងអស់នឹងមើលឃើញទ្រង់ហើយទ្រង់យាងមកនៅលើពពកក្រុមដែលថ្វាយបង្គំស្រីចិនដែលមានឈ្មោះថាក្រុមពួកជំនុំនៃព្រះដ៏មានព្រះចេស្តាគាត់បានប្រាប់ថាការយាងមកវិញជាលើកទី2របស់ព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទមានភាពអាចកំបាំងនៅក្នុងព្រះគម្ពីរអត់បាននិយាយយ៉ាងដូច្នោះទេនៅក្នុងព្រះគម្ពីរបានប្រាប់ថាព្រះអង្គនឹងយាងមកដូចជាចៅនៅពេលយប់ដែលបញ្ជាក់អំពីពេលវេលាដែលមិនមានបុគ្គលណាម្នាក់អាចកំណត់បានហើយនៅក្នុងវិវរណៈជំពូក1ខ7ប៉ុន្តែនៅពេលដែលព្រះអង្គយាងមករំពេចណាដែលព្រះអង្គយាងមកនោះគ្រប់ទាំងមនុស្សនឹងមើលឃើញមិនមែនអាចកំបាំងនោះទេនៅពេលដែលព្រះអង្គយាងមកមនុស្សទាំងអស់នឹងមើលឃើញគ្រប់ទាំងជាតិសាសន៍នឹងមើលឃើញព្រះអង្គនេះជាមូលដ្ឋានដ៏សំខាន់ដែលបងប្អូនចាំបាច់ត្រូវចាំគឺការយាងមកជាលើកទី2របស់ព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអត់មានភាពអាចកំបាំងគឺនៅលើពពកហើយមនុស្សគ្រប់ជាតិសាសន៍នឹងបានឃើញនៅក្នុងគម្ពីរម៉ាថាយជំពូក24ខ30ខ្ញុំអានជូននោះទីសម្គាល់របស់កូនមនុស្សនឹងលេចមកនៅលើមេឃគ្រប់ទាំងពូជមនុស្សនៅផែនដីនឹងគក់ទ្រង់យំក៏នឹងឃើញកូនមនុស្សមកលើពពកនៅលើមេឃមានទាំងព្រះចេស្តានិងសេរីល្អជាខ្លាំងគម្ពីរនេះប្រាប់ថាបើព្រះអង្គយាងមកមែនគឺយើងនឹងឃើញព្រះអង្គហើយគ្រប់គ្នានឹងឃើញព្រះអង្គហើយព្រះអង្គគង់នៅលើពពកមនុស្សជាច្រើននឹងគក់ទ្រង់យំស្ដាយដែលមិនបានទទួលជឿព្រះអង្គយឺតពេលក្នុងការទទួលជឿព្រះអង្គពេលដែលព្រះអង្គយាងមកជាលើកទី2នេះជាមូលដ្ឋានទី2ដែលបងប្អូនត្រូវដឹងហើយចាំដើម្បីកុំឲ្យចាញ់បញ្ឆោតការបោកបញ្ឆោតរបស់អរិយសត្តាំង